ណាហ្នឹងកូនកាច់ពោតហ៎អូល្អម្ល៉េះវ៉ាវចកាពោតធម្មជាតិបងអូនអើយបងអូនណាចង់បានអាចមកលេងបានកាច់ភ្លាមអញ្ចឹងណាបងអូនដើរទៅឆ្ងាយមែនកូនខិតមកនេះខិតមកនេះដើរទៅឆ្ងាយមែអាខ្លះវាល្មមកាច់ហើយតែអាខ្លះវានៅតែ3 10ឡើយអាខ្លះ6 10ហើយអាខ្លះចឹងទៅអាខ្លះទៅក៏វាបានណានេះអូអានេះមិនទាន់គ្រប់អាយុទេអានេះមិនទាន់គ្រប់អាយុទេអូអានេះណានេះចិត្តគ្រប់អាយុនេះនេះសិតតែចកាបងប្អូនចកាពោតទាំងអស់ចឹងនៅនេះយើងអត់ធ្វើអីទេយើងធ្វើដំណាំហូបផ្លែចកាដូចជាមានតសក់មានតឡាចមានពោតមានអីអញ្ចឹងទៅធ្វើដំណាំតាមរដូវកាលរបស់វាដូចខែហ្នឹងអញ្ចឹងនេះដូចអានេះអញ្ចឹងនេះហើយជាសាច់ពេញហ្មងអញ្ចឹងចាំមើលសាច់ចុះបងអូនប៉ុន្តែថាជា3 4ថ្ងៃអីទៀតគឺថាជាអាចល្មមកាច់ហើយនេះឃើញទេបងអូននេះសាច់វាល្អអានេះពូជវាគឺពូជ highlight បងអូនចាអញ្ចឹងពោតហ្នឹងគឺយើងដាំបែបធម្មជាតិអូម៉ាក់នេះអានេះក៏អញ្ចឹងអូអាហ្នឹងវាតែមិនដាក់ស្នៀតទេកូនអញ្ចឹងប៉ុណ្នេះគឺស្អែកខាងស្អែកអីគឺគេកាច់ហើយអញ្ចឹងប៉ុណ្ណឹងគឺកំពុងតែពេញហូបហ្មងអញ្ចឹងវាមានចកាភាគច្រើនមានចកាពោតចកាថ្នាំចកាតឡាចកាលពៅក៏ដូចជាចកាតសក់ហើយចកាខ្លះទៅក៏គេធ្វើចកាល្ងចកាពេញប៉ោះហើយដីនេះគឺគេកាច់ពោតហើយម្ដងហើយអញ្ចឹងគេភ្ជួររាស់ម្ដងទៀតហ្នឹងគឺចិត្តដល់ពេលធ្វើដំណាំផ្សេងទៀតហើយអាចដាក់ពោតដែរឬក៏ដាក់តសក់តឡាចឬក៏ពេញប៉ោះអានងអីអញ្ចឹងទៅក៏មានទ្របខ្លីទ្របវែងអីអញ្ចឹងណាបងប្អូនតែភាគច្រើនបំផុតដំណាំដែលស្រួលដាំហ្នឹងគឺពោតវារៀងស្រួលថែជាងគេដែរអញ្ចឹងដូចពោតនេះអញ្ចឹងនេះបងប្អូនមើលទៅចាអូកំទីចឹងឃើញអស់ហើយនេះគឺវាអញ្ចឹងសាច់ល្អអញ្ចឹងហើយប្រភេទ highlight គឺញ៉ាំឆ្ងាញ់មែនតើបងប្អូនយកទៅឆាក៏បានស្ងោរក៏បានជឿនក៏បានអញ្ចឹងកាច់អូបាទនេះធំមកកាច់អាហ្នឹងមួយសិនហើយបានកុំឲ្យល្មមម៉ាក់ចាំបាននេះបានចានេះធំនេះអត់ទេអាហ្នឹងវាអត់ទាន់គ្រប់អាយុវាអញ្ចឹងចកាពោតយើងគឺមានច្រើនព្រោះថាចការបស់អ្នកភូមិអីខ្លះចឹងទៅចការបស់គេជួលខ្លះចឹងទៅក៏ចកាដែលសម្រាប់ដាំហូបផ្លែខ្លះអ្នកខ្លះទៅក៏គាត់ដាំបានលក់អ្នកខ្លះទៅក៏គាត់ដាំសម្រាប់ទៅហូបចកា2 300ម៉ែត្រឬក៏អ្នកខ្លះគាត់មានចកាច្រើនអញ្ចឹងណាបងអូនហើយមកគុំវាយើងមានមកគុំ3ដើមគុំខ្លះក៏មាន2ដើមអញ្ចឹងទៅនេះដូចគុំនេះអីមានតែ2ដើមឯងគុំ2ដើមផ្លែមកបាន2ហើយគុំខ្លះ2ដើមផ្លែ2គុំខ្លះទៀត2ដើមផ្លែដល់ទៅ3ដូចអានេះអីអញ្ចឹងមកគុំហ្នឹងមានតែ2ដើមឯងប៉ុន្តែដល់ពេលផ្លែសួរថាបានប៉ុន្មាន2គុំហ្នឹងបានផ្លែប៉ុន្មាននេះ3ផ្លែខាងក្រោមនេះ1អានេះ2អញ្ចឹងយើងមានអត់មានអីទេនៅចកាគឺមានតែដំណាំបែបធម្មជាតិអីអញ្ចឹងទេដែលយើងអាចចុះមកជារៀងរាល់អាទិត្យឬក៏រៀងរាល់សប្តាហ៍ដែរអញ្ចឹង2គុំនេះខ្យល់មកវាយអញ្ចឹងនេះផ្លែវាចាអញ្ចឹងអត់មានអីសូបងអូនច្រើនទេគឺមានពោតរបស់យើងគឺសាច់និយាយថាបើអត់ឆ្ងាញ់ទេគឺអត់យកលុយនិយាយថាពោតវិញគឺពោតនៅស្រុកនេះគឺខេត្តកណ្ដាលពោតខេត្តកណ្ដាលគឺឆ្ងាញ់បងអូនដោយសារដីយើងគឺប្រភេទដីល្បាប់ដីលិចទឹកអញ្ចឹងដីល្បាប់គឺវាមានជាតិខ្លាំងហ្មង